អំពីតម្លៃមនុស្សកុំវាយតម្លៃមនុស្សម្នាក់ត្រឹមតែសម្ពកក្រៅមនុស្សខ្លះស្លៀកពាក់ធម្មតាជិះម៉ូតូធម្មតាតែចិត្តគំនិតឆន្ទៈគេខ្ពស់ត្រដែតមនុស្សខ្លះធ្វើខ្លួនហៃសូតែចិត្តចង្អៀតចង្អល់មើលងាយគេឯងមនុស្សយើងងាយនឹងចាញ់បោកភាពហឺហាខាងក្រៅដែលគេបង្កើតឡើងណាស់ផ្ទះធំមិនប្រកាសថាមានសេចក្តីសុខឡានទំនើបមិនប្រកាសថាគ្មានបំណុលមាសប្រាក់និងសម្ភារៈនិយមវាគ្រាន់តែជាគ្រឿងលម្អខាងក្រៅប៉ុណ្ណោះប៉ុន្តែគុណធម៌សីលធម៌សុជីវធម៌និងការចេះជួយអ្នកដទៃទើបជាតម្លៃពិតមុននឹងមើលងាយអ្នកណាម្នាក់អ្នកត្រូវដឹងថាគ្រប់គ្នាសុទ្ធតែមានការតស៊ូរៀងខ្លួនទេបើចង់ឲ្យគេគោរពខ្លួនអ្នកត្រូវរៀនគោរពនិងផ្ដល់តម្លៃឲ្យអ្នកដទៃជាមុនសិនឈប់វាស់តម្លៃមនុស្សតាមលុយកាក់តែត្រូវវាស់តាមទឹកចិត្តនិងទង្វើល្អរបស់គេរស់នៅដោយធម្មតាតែខ្ពង់ខ្ពស់ខាងផ្លូវចិត្តនោះជីវិតសុខសាន្តគឺមានសេចក្តីសុខពិតហើយ